បាទសួស្តីបងប្អូននេះខ្ញុំសូមប្រាប់ពីបច្ចេកទេសមួយបងប្អូនតាក់ទងមួយប្រភេទកាមេរ៉ា IP កាមេរ៉ា IP កាលណាយើងអត់ប្រើជាមួយនឹងម៉ាស៊ីន NVR PPOE បងប្អូនត្រូវត log in ចូល log in set តាមកុំព្យូទ័រដើម្បីកំណត់ IP វាឡើងវិញអញ្ចឹងណាដើម្បី set up លើកាមេរ៉ា IP នេះមានពីរប្រភេទមានកាមេរ៉ាប្រើខ្សែហើយនិង Wi-Fi កាមេរ៉ាប្រភេទ Wi-Fi ហើយបើសិនជាប្រភេទ Wi-Fi បងប្អូនស្រួល set up ទេបងប្អូន connect តា Wi-Fi ជាមួយទូរស័ព្ទទៅហើយ scan QR របស់កាមេរ៉ាទៅយើងអាច connect បានហើយតបមកតែពិបាក set ជាងគេនេះកាមេរ៉ានេះបងប្អូនកាមេរ៉ាដែលប្រើខ្សែអត់មាន Wi-Fi អញ្ចឹងក្នុងលក្ខខណ្ឌហ្នឹងបើសិនជាបងប្អូនប្រើជាមួយម៉ាស៊ីន DVR NVR ម៉ាស៊ីន NVR ហ្នឹងគឺជាម៉ាស៊ីនកាមេរ៉ាបងប្អូនម៉ាស៊ីន record របស់កាមេរ៉ាអញ្ចឹងសម្រាប់ NVR ដែលមានភ្លើង PPOE ចេញទៅគឺយើងដោតទៅគឺ NVR អ្នក set up ផ្ទាល់ហ្មងអញ្ចឹង NVR អ្នកបោះ IP អ្នក set up ឲ្យលើកាមេរ៉ាមួយ config ឲ្យមួយអញ្ចឹងណាតែបើសិនជាបងប្អូនប្រើ NVR ដែលអត់មានភ្លើង PPOE អញ្ចឹងបងប្អូនត្រូវតែយកកុំព្យូទ័រមក set up មួយម្ដងហើយបានធ្វើការ config មួយ NVR ដើម្បីឲ្យចេញរូបភាពបើបងប្អូនអត់ធ្វើអញ្ចឹងទេគឺអត់ឃើញរូបភាពនៅលើក្បាលម៉ាស៊ីនទេអញ្ចឹងតាក់ទងមួយនឹងបញ្ហានេះមួយសម្រាប់ខ្ញុំគឺខ្ញុំភ្លេចយកកុំព្យូទ័រមកហើយខ្ញុំចុះខេត្តខ្ញុំមកសៀមរាបខ្ញុំមកតឡើងខុនដូនៅសៀមរាបអញ្ចឹងដល់ពេលអញ្ចឹងទៅខ្ញុំភ្លេចយកកុំព្យូទ័រមកបងប្អូនតាក់ទងបញ្ហាហ្នឹងបើសិនជាករណីហ្នឹងបងប្អូនជួបប្រទះបញ្ហាហ្នឹងដូចខ្ញុំបងប្អូនអាចធ្វើចេះបានបងប្អូនហៅ router មួយមកនេះ router បងប្អូនដែលដុំ Wi-Fi ហ្នឹងអញ្ចឹងឲ្យ set Wi-Fi ហ្នឹងឲ្យត្រូវមួយរែងជាមួយកាមេរ៉ាមកឧបមាថាចេះកាមេរ៉ាយើងនេះជាទូទៅ Brenda IP វា default មកពីរោងចក្រគឺ 192.168.1.108 គ្រប់កាមេរ៉ាទាំងអស់ទាំងម៉ាស៊ីនកាមេរ៉ាទាំងអីអាហ្នឹង default របស់ពីរោងចក្រមកតែសម្រាប់បងប្អូន set ហើយបងប្អូនត្រូវចាំដែរបើអញ្ចឹងទេនេះនៅក្រោមនេះមានប៊ូតុង reset សម្រាប់កាមេរ៉ាមានប៊ូតុង reset ស្រួលឯងតែ IP ខ្លះអត់មានប៊ូតុង reset ទេអាហ្នឹងទាមទារ set up មួយខាងរោងចក្រ reset មួយខាងរោងចក្រអញ្ចឹងលក្ខខណ្ឌហ្នឹងបងប្អូន set ដុំ Wi-Fi នេះបងប្អូន set ដុំ Wi-Fi នេះឲ្យត្រូវមួយរែងជាមួយ IP ហ្នឹងមកហើយដោតខ្សែ Wi-Fi មកកតុយមកយកមក link មួយកាមេរ៉ាយើងមកអញ្ចឹងមកបងប្អូនហើយបងប្អូនប្រើ power មួយភ្លើង power 210 volt ដោតចូលកាមេរ៉ាអញ្ចឹងមកអញ្ចឹងនៅពេលដែលបងប្អូនដោតហើយដំណើរការហើយបងប្អូន connect Wi-Fi ជាមួយនឹងឧបករណ៍ Wi-Fi យើងទៅហើយ lock ចូលតាម browser នៅលើទូរស័ព្ទដៃតាមជ្រោមក៏បានតាមអីក៏បានដែលបងប្អូនចូលចិត្តប្រើ lock IP នឹងចូលទៅហើយធ្វើការ set up បានហើយបងប្អូនហើយសម្រាប់ដែលបងប្អូនដែលបើសិនជាមានលក្ខខណ្ឌមួយទៀតបងប្អូនអត់ចង់ប្រើបងប្អូនអត់មានដុំភ្លើងបងប្អូនអត់មានដុំភ្លើង12 volt នេះជាប់ខ្លួនណានឹងករណីមួយទៀតបើសិនជាបងប្អូនអត់មានដុំភ្លើង12 volt នឹងជាប់ខ្លួនបងប្អូនមាន switch PPOE បងប្អូនដោតrouter ហ្នឹងចូលទៅ switch PPOE ទៅហើយដោតកាមេរ៉ាយើងទៅ switch PPOE ទៅអញ្ចឹងអាហ្នឹងយើងអាច set up បានច្រើនគ្រាប់ផងហើយអញ្ចឹងបញ្ហាមានតែប៉ុណ្្នឹងឯងខ្ញុំចង់បង្ហាញបងប្អូនណាអញ្ចឹងបើសិនជាមានចម្ងល់ផ្សេងឬក៏បងប្អូនឬក៏ភ្ញៀវគាត់ចង់តឡើងកាមេរ៉ាសុវត្ថិភាពអាចតំណមកខ្ញុំបានផ្ទាល់បានសូមអរគុណសូមជម្រាបលាបាយបាយ